ជំពូកទី1ឆ្នៃខ្លួនឯងឲ្យមានតម្លៃស្វាគមន៍ប្រិមិត្តអ្នកស្ដាប់ទាំងអស់គ្នាមកកាន់ Channel ក្បួនយុទ្ធសាស្ត្រខ្ញុំមាន3សាច់រឿងដែលចង់ចែករំលែកទៅកាន់អ្នកទាំងអស់គ្នាមនុស្សដែលមានតម្លៃមិនមែនកើតមកអស្ចារ្យទេតែពួកគេចំណាយពេលពេញមួយជីវិតដើម្បីច្នៃខ្លួនឯងឲ្យក្លាយជាមនុស្សដែលគេគោរពនៅក្នុងជីវិតមនុស្សគ្រប់រូបសុទ្ធតែចង់រស់នៅដោយមានតម្លៃគ្មាននរណាម្នាក់ចង់ឲ្យអ្នកដទៃមើលងាយឬគិតថាខ្លួនគ្មានសមត្ថភាពឡើយប៉ុន្តែតម្លៃរបស់មនុស្សមិនអាចទិញបានដោយលុយមិនអាចខ្ចីពីអ្នកដទៃបានហើយក៏មិនអាចរងចាំឲ្យគេមកផ្ដល់ឲ្យយើងដែរតម្លៃពិតប្រាកដគឺកើតចេញពីការច្នៃប្រឌិតខ្លួនឯងការកែលម្អអាកប្បកិរិយាការបង្កើនចំណេះដឹងនិងការប្រឹងប្រែងឥតឈប់ឈរមនុស្សជាច្រើនតែងតែចំណាយពេលប្រៀបធៀបខ្លួនជាមួយអ្នកដទៃពួកគេមើលឃើញអ្នកដទៃជោគជ័យមានការងារល្អមានជីវិតល្អហើយចាប់ផ្ដើមសួរខ្លួនឯងថាហេតុអ្វីខ្ញុំមិនដូចគេការប្រៀបធៀបបែបនេះមិនធ្វើឲ្យជីវិតប្រសើរឡើយផ្ទុយទៅវិញវាធ្វើឲ្យយើងបាត់បង់ទំនុកចិត្តនិងភ្លេចថាមនុស្សម្នាក់មានពេលវេលានិងផ្លូវដើរផ្សេងគ្នាការច្នៃខ្លួនឯងចាប់ផ្ដើមពីការទទួលស្គាល់ថាយើងនៅមានចំណុចខ្វះខាតមនុស្សដែលគិតថាខ្លួនល្អគ្រប់យ៉ាងនឹងឈប់រៀនតែអ្នកដែលដឹងថាខ្លួននៅតែត្រូវអភិវឌ្ឍនិងបន្តរីកចម្រើនរាល់ថ្ងៃការទទួលស្គាល់កំហុសមិនមែនជាសញ្ញានៃភាពទន់ខ្សោយទេប៉ុន្តែជាសញ្ញានៃភាពក្លាហានចំណេះដឹងគឺជាទ្រព្យសម្បត្តិដែលគ្មានអ្នកណាអាចលួចយកបានមនុស្សដែលអានសៀវភៅរាល់ថ្ងៃស្ដាប់បទពិសោធន៍ពីអ្នកជោគជ័យនឹងមិនឈប់សិក្សានឹងមានគំនិតទូលំទូលាយជាងអ្នកដែលរស់នៅតាមទម្លាប់ដដែលកុំគិតថាការរៀនចប់នៅពេលបញ្ចប់សាលាជីវិតទាំងមូលគឺជាសាលារៀនដ៏ធំបំផុតការនិយាយក៏ជាផ្នែកមួយដែលបង្កើតតម្លៃរបស់មនុស្សដែលនិយាយដោយការគិតមិនជេរប្រមាថមិននិយាយដើមអ្នកដទៃហើយចេះស្ដាប់ច្រើនជាងនិយាយតែងទទួលបានការគោរពពាក្យមួយម៉ាត់អាចលើកទឹកចិត្តមនុស្សម្នាក់ឲ្យមានកម្លាំងរស់បន្តហើយក៏អាចបំផ្លាញបេះដូងមនុស្សម្នាក់បានដែរដូច្នេះចូលជ្រើសរើសពាក្យដែលមានតម្លៃវិន័យគឺជាគ្រឹះនៃភាពជោគជ័យមនុស្សជាច្រើនមានក្តីស្រមៃធំប៉ុន្តែគ្មានវិន័យពួកគេចាប់ផ្ដើមបានល្អតែបោះបង់ពាក់កណ្ដាលផ្លូវផ្ទុយទៅវិញអ្នកដែលធ្វើរឿងតូចជាប្រចាំទោះយឺតក៏ដោយនឹងទៅដល់គោលដៅមុនអ្នកដែលធ្វើតាមអារម្មណ៍ការគោរពពេលវេលាក៏ជាការបង្កើនតម្លៃខ្លួនដែរពេលវេលាជារបស់មានតម្លៃបំផុតព្រោះវាមិនអាចទិញមកវិញបានមនុស្សដែលគ្រប់គ្រងពេលវេលាបានល្អតែងមានឱកាសច្រើនជាងអ្នកដែលចំណាយពេលទៅលើរឿងគ្មានប្រយោជន៍មនុស្សដែលមានតម្លៃមិនចាំបាច់បង្អួតខ្លួនឯងឡើយផ្លែឈើដែលទុំតែងអោនមែកមនុស្សដែលមានចំណេះដឹងពិតប្រាកដតែងមានភាពសុភាពរាបសារពួកគេមិនត្រូវការសរសើរពីអ្នកដទៃដើម្បីបញ្ជាក់តម្លៃរបស់ខ្លួនទេព្រោះស្នាដៃរបស់ពួកគេនិយាយជំនួសបរាជ័យក៏ជាគ្រូបង្រៀនដ៏ល្អម្នាក់កុំខ្លាចបរាជ័យតែត្រូវខ្លាចការមិនព្យាយាមរាល់កំហុសគឺជាមេរៀនដែលជួយឲ្យយើងកាន់តែឆ្លាតនិងរឹងមាំមនុស្សដែលជោគជ័យបំផុតមិនមែនជាមនុស្សដែលមិនធ្លាប់ដួលទេប៉ុន្តែជាមនុស្សដែលក្រោកឈររាល់ពេលដួលការជ្រើសរើសមនុស្សនៅជុំវិញខ្លួនក៏សំខាន់ដែរប្រសិនបើអ្នកនៅជាមួយមនុស្សដែលលើកទឹកចិត្តអ្នកនឹងរីកចម្រើនប៉ុន្តែបើអ្នកនៅជាមួយមនុស្សដែលតែងតែបង្អាក់កាត់បន្ថយកម្លាំងចិត្តនិងនាំអ្នកទៅរកទម្លាប់អាក្រក់អ្នកនឹងពិបាកក្លាយជាមនុស្សដែលមានតម្លៃការថែរក្សាសុខភាពមិនគួរមើលរំលងឡើយរាងកាយដែលមានសុខភាពល្អគឺជាមូលដ្ឋានសម្រាប់ការងារការរៀនសូត្រនិងការសម្រេចក្តីស្រមៃគេងឲ្យគ្រប់គ្រាន់ហាត់ប្រាណទៀងទាត់និងបរិភោគអាហារដែលមានប្រយោជន៍គឺជាការវិនិយោគលើខ្លួនឯងដែលផ្ដល់ផលយូរអង្វែងចុងក្រោយនេះសូមចងចាំថាតម្លៃរបស់អ្នកមិនអាស្រ័យលើចំនួនអ្នកគាំទ្រទ្រព្យសម្បត្តិឬការសរសើរពីអ្នកដទៃឡើយតម្លៃពិតប្រាកដគឺអាស្រ័យលើអ្វីដែលអ្នកធ្វើនៅពេលគ្មានអ្នកណាមើលឃើញវាស្ថិតនៅក្នុងភាពស្មោះត្រង់វិន័យការខិតខំនិងចិត្តល្អដែលអ្នកផ្ដល់ទៅកាន់ពិភពលោកចូលគម្រោងចាំថ្ងៃស្អែកដើម្បីចាប់ផ្ដើមកែលម្អខ្លួនឯងចាប់ផ្ដើមពីថ្ងៃនេះរៀនបន្តិចអានបន្តិចធ្វើល្អបន្តិចនិងអភិវឌ្ឍខ្លួនបន្តិចបើអ្នកអាចក្លាយជាមនុស្សល្អជាងម្សិលមិញ 1% រាល់ថ្ងៃ
នោះមួយឆ្នាំក្រោយអ្នកនឹងក្លាយជាមនុស្សថ្មីដែលពោពេញដោយតម្លៃសមត្ថភាពនិងទំនុកចិត្តអ្នកមិនចាំបាច់ក្លាយជាមនុស្សល្អបំផុតក្នុងពិភពលោកទេអ្នកគ្រាន់តែត្រូវក្លាយជាកំណែដែលល្អបំផុតរបស់ខ្លួនឯងនោះហើយជាតម្លៃពិតដែលគ្មាននរណាអាចដកហូតពីអ្នកបានជំពូកទី2គម្រោងចាំឱកាសចូលបង្កើតឱកាសមនុស្សជោគជ័យមិនអង្គុយរងចាំឱកាសមករកពួកគេទេពួកគេជាអ្នកបង្កើតឱកាសដោយដៃរបស់ខ្លួនឯងមនុស្សជាច្រើនតែងនិយាយថាខ្ញុំគ្មានឱកាសដូចអ្នកដទៃទេពាក្យនេះស្ដាប់ទៅដូចជាហេតុផលដែលអាចទទួលយកបានប៉ុន្តែបើសង្កេតមើលមនុស្សដែលទទួលបានជោគជ័យជាច្រើនពួកគេក៏ធ្លាប់ចាប់ផ្ដើមពីកន្លែងដែលគ្មានអ្វីដូចគ្នាខ្លះកើតក្នុងគ្រួសារក្រីក្រខ្លះបរាជ័យក្នុងការសិក្សាខ្លះបាត់បង់ការងារហើយខ្លះត្រូវប្រឈមនឹងការមើលងាយពីអ្នកជុំវិញខ្លួនទោះជាយ៉ាងណាពួកគេមិនជ្រើសរើសអង្គុយរងចាំសំណាងឡើយពួកគេជ្រើសរើសចាប់ផ្ដើមពីអ្វីដែលខ្លួនមានឱកាសមិនមែនតែងតែមានរូបរាងស្រស់ស្អាតទេពេលខ្លះវាមកក្នុងទម្រង់ជាបញ្ហាការលំបាកឬបរាជ័យមនុស្សមួយចំនួនឃើញឧបសគ្គហើយដកថយតែអ្នកដែលមានទស្សនវិជ្ជមានឃើញឱកាសលាក់ខ្លួននៅពីក្រោយឧបសគ្គទាំងនោះការបាត់បង់ការងារអាចជាចំណុចចាប់ផ្ដើមនៃអាជីវកម្មថ្មីការបរាជ័យក្នុងការប្រឡងអាចជំរុញឲ្យមនុស្សម្នាក់រកឃើញទេពកោសល្យផ្សេងទៀតដែលសមនឹងខ្លួនជាងមនុស្សដែលរងចាំឱកាសតែងរស់នៅជាមួយពាក្យថាចាំសិនចាំឲ្យមានលុយសិនចាំឲ្យមានពេលសិនចាំឲ្យមានអ្នកជួយសិនឬចាំឲ្យអ្វីល្អប្រសើរសិនប៉ុន្តែជីវិតមិនដែលល្អឥតខ្ចោះសម្រាប់ការចាប់ផ្ដើមឡើយប្រសិនបើអ្នករងចាំគ្រប់លក្ខខណ្ឌអ្នកអាចរងចាំអស់មួយជីវិតដោយមិនបានធ្វើអ្វីសោះការបង្កើតឱកាសចាប់ផ្ដើមពីការសម្រេចចិត្តនៅពេលអ្នកសម្រេចថានឹងកែលម្អខ្លួនឯងអ្នកបានបើកទ្វារទៅរកឱកាសថ្មីមួយហើយការរៀនជំនាញថ្មីការអានសៀវភៅមួយក្បាលក្នុងមួយខែការហាត់និយាយការរៀនភាសាបរទេសឬការបង្កើតគម្រោងតូចៗគឺជាការបង្កើតឱកាសដោយខ្លួនឯងកុំមើលស្រាលសកម្មភាពតូចៗគ្រាប់ពូជតូចមួយអាចលូតលាស់ទៅជាដើមឈើធំប្រសិនបើវាទទួលបានការថែទាំដូចគ្នានេះដែរការខិតខំតូចៗជារៀងរាល់ថ្ងៃអាចផ្លាស់ប្ដូរជីវិតអ្នកក្នុងរយៈពេលប្រមាណឆ្នាំខាងមុខអ្នកខ្លះគិតថាឱកាសមានតែសម្រាប់អ្នកមានទ្រព្យឬអ្នកមានទំនាក់ទំនងប៉ុន្តែពិភពលោកសពថ្ងៃផ្ដល់ឱកាសដល់អ្នកដែលចង់រៀននិងហ៊ានធ្វើចំណេះដឹងមាននៅក្នុងសៀវភៅវគ្គសិក្សានិងបទពិសោធន៍របស់មនុស្សជុំវិញខ្លួនអ្នកដែលស្វែងរកនិងរកឃើញអ្នកដែលព្យាយាមនឹងមានឱកាសកាន់តែច្រើនពេលខ្លះឱកាសមិនមកដោយសារសំណាងទេប៉ុន្តែមកដោយសារកេរ្តិ៍ឈ្មោះដែលអ្នកបានកសាងមនុស្សដែលស្មោះត្រង់មានវិន័យនិងទទួលខុសត្រូវតែងតែមានអ្នកជឿទុកចិត្តការជឿទុកចិត្តនេះហើយដែលបង្កើតឱកាសថ្មីៗក្នុងការងារអាជីវកម្មនិងជីវិតដូច្នេះកុំសួរថាតើឱកាសរបស់ខ្ញុំនៅឯណាប៉ុន្តែសួរថាតើថ្ងៃនេះខ្ញុំបានធ្វើអ្វីដើម្បីបង្កើតឱកាសសម្រាប់ខ្លួនឯងសំណួរនេះនឹងផ្លាស់ប្ដូររបៀបគិតនិងរបៀបរស់នៅរបស់អ្នកជារៀងរហូតជំពូកទី3វិន័យគឺជាអាវុធរបស់អ្នកជោគជ័យទេពកោសល្យអាចនាំអ្នកឲ្យចាប់ផ្ដើមប៉ុន្តែវិន័យជាអ្វីដែលនាំអ្នកទៅដល់គោលដៅមនុស្សជាច្រើនច្រឡំថាភាពជោគជ័យអាស្រ័យលើទេពកោសល្យពិតណាស់ទេពកោសល្យអាចជួយឲ្យមនុស្សម្នាក់រៀនបានលឿនឬធ្វើអ្វីមួយបានល្អប៉ុន្តែបើគ្មានវិន័យទេពកោសល្យនោះនឹងរលាយបាត់ទៅតាមពេលវេលាផ្ទុយទៅវិញមនុស្សដែលមានវិន័យទោះមិនពូកែពីកំណើតក៏ដោយក៏អាចអភិវឌ្ឍខ្លួនរហូតលើសអ្នកដែលពឹងតែទេពកោសល្យវិន័យគឺជាការធ្វើអ្វីដែលត្រឹមត្រូវទោះបីជាអ្នកមិនមានអារម្មណ៍ចង់ធ្វើក៏ដោយការក្រោកពីព្រលឹមការអានសៀវភៅការហាត់ប្រាណការសន្សំប្រាក់និងការបំពេញការងារឲ្យទាន់ពេលមិនមែនកើតពីអារម្មណ៍ទេប៉ុន្តែកើតពីវិន័យជីវិតដែលគ្មានវិន័យប្រៀបដូចជានាវាដែលគ្មានចង្កូតខ្យល់បក់ទៅណានាវាទៅនោះមនុស្សដែលរស់តាមអារម្មណ៍ក៏ដូចគ្នាថ្ងៃណាសប្បាយគេធ្វើការថ្ងៃណាធុញគេឈប់លទ្ធផលគឺជីវិតគ្មានទិសដៅច្បាស់លាស់ការបង្កើតវិន័យមិនចាំបាច់ចាប់ផ្ដើមពីរឿងធំទេចាប់ផ្ដើមពីការរៀបចំគ្រែបន្ទាប់ពីក្រោកពីដំណេកមកដល់ការងារឲ្យទាន់ពេលបិទទូរស័ព្ទពេលកំពុងសិក្សាបំពេញការងារមួយឲ្យចប់មុនចាប់ផ្ដើមការងារថ្មីទម្លាប់តូចៗទាំងនេះបង្កើតចរិតរឹងមាំ
វិន័យក៏មានន័យថាចេះគ្រប់គ្រងអារម្មណ៍នៅពេលខឹងមិនប្រញាប់និយាយនៅពេលជោគជ័យមិនក្រអឺតក្រទមនៅពេលបរាជ័យមិនបោះបង់មនុស្សដែលអាចគ្រប់គ្រងខ្លួនឯងបានគឺខ្លាំងជាងមនុស្សដែលអាចយកឈ្នះអ្នកដទៃគ្មាននរណាម្នាក់អាចបង្ខំអ្នកឲ្យមានវិន័យបានទេវាត្រូវចាប់ផ្ដើមពីការសម្រេចចិត្តរបស់អ្នកផ្ទាល់រាល់ពេលអ្នកជ្រើសរើសធ្វើរឿងត្រឹមត្រូវជំនួសឲ្យរឿងដែលងាយស្រួលអ្នកកំពុងពង្រឹងវិន័យរបស់ខ្លួនសូមកុំស្វែងរកផ្លូវកាត់ទៅរកភាពជោគជ័យផ្លូវកាត់ភាគច្រើននាំទៅរកការខកចិត្តផ្លូវដែលពិតប្រាកដគឺការខិតខំរាល់ថ្ងៃការរៀនរាល់ថ្ងៃនិងការកែលម្អខ្លួនឯងជាបន្តបន្ទាប់ទោះជាជំហានតូចក៏ដោយបើអ្នកមិនឈប់ដើរអ្នកនឹងទៅដល់គោលដៅនៅថ្ងៃណាមួយមនុស្សជុំវិញអ្នកអាចគិតថាអ្នកមានសំណាងប៉ុន្តែពួកគេមិនបានឃើញព្រឹកព្រលឹមដែលអ្នកក្រោកមុនគេរាត្រីដែលអ្នកអង្គុយរៀនឬពេលដែលអ្នកបន្តធ្វើការទោះអស់កម្លាំងក៏ដោយអ្វីដែលគេហៅថាសំណាងជាញឹកញាប់គឺជាលទ្ធផលនៃវិន័យដែលបន្តអស់រយៈពេលយូរចូលចងចាំថាវិន័យមិនមែនជាគុកដែលបង្ខំអ្នកទេវាជាស្ពានដែលនាំអ្នកឆ្លងពីជីវិតធម្មតាទៅកាន់ជីវិតដែលអ្នកប្រាថ្នារាល់ថ្ងៃដែលអ្នករក្សាវិន័យគឺជាថ្ងៃដែលអ្នកកំពុងសាងសង់អនាគតដ៏រឹងមាំសម្រាប់ខ្លួន